នៅពេលដែលនិយាយដល់វិស័យបវរកញ្ញាគឺមានមនុស្សមួយចំនួននិយាយថាដើម្បីលើកមុខឲ្យជាតិដើម្បីឲ្យអន្តរជាតិស្គាល់ខ្មែរប៉ុន្តែចុះបើខ្ញុំប្រាប់ថាវិស័យបវរកញ្ញានេះគឺធ្វើឲ្យប៉ះពាល់ដល់សង្គមហើយគេបង្កើតវាឡើងដោយសារតែមនុស្សប្រុសដែលចង់បៀតបៀនដល់ក្មេងដល់នីតិជនសួស្តីអ្នកនាងខាវិស័យបវរកញ្ញាគឺជាវិស័យមួយដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងពេលបច្ចុប្បន្ននេះហ่ะដោយមានអ្នកគាំទ្រជាច្រើនហើយខ្ញុំដឹងថានៅពេលដែលខ្ញុំចេញវីដេអូនេះហើយគឺបវរកញ្ញាក៏ដូចជាអ្នកគាំទ្រគាត់ហើយនិងអ្នករៀបចំកម្មវិធីបវរកញ្ញាមួយចំនួនគឺនឹងមិនសប្បាយចិត្តទេហើយអាចនឹងឆ្លើយតបនឹងប្រតិកម្មទៀតប៉ុន្តែនេះគឺជាប្រធានបទមួយសំខាន់ដែលយើងគួរតែនិយាយហើយនេះហ่ะក៏មិនមែនជាលើកទី1ដែលខ្ញុំលើកនិយាយរឿងដែលចម្រូងចម្រាសនិងរឿងដែលគេមិនពេញចិត្តដែរដំបូងយើងមកនិយាយសិនថាតើកម្មវិធីបវរកញ្ញានេះគឺកើតឡើងមកពីណាបើតាម PBS កម្មវិធីប្រកួតថាតើនរណាគេស្អាតជាងគេគឺមានតាំងពីសម័យក្រិចមកម៉េះដោយបើតាមដំណើររឿង Greek mythology គឺ Alexandros គឺត្រូវបានគេហៅមកកាត់ក្តីថាតើ goddess មួយណាដែលស្អាតជាងគេ Hera Aphrodite ឬក៏ Athena Hera បាននិយាយថាប្រសិនបើ Alexandro រើសយកគាត់នឹងឲ្យអាណាចក្រទាំងមូលទៅគាត់ហើយ Athena និយាយថាគាត់នឹងឲ្យ Alexandro នោះគឺឈ្នះនៅក្នុងសង្គ្រាមហើយ Aphrodite នឹងនិយាយថាគាត់នឹងឲ្យ Helen ទៅឲ្យគាត់ Alexandro ក៏រើសយក Aphrodite ហើយក៏បានបង្កឲ្យមានជាសង្គ្រាម Trojan War តែនេះគឺគ្រាន់តែជាដំណើររឿង mythology ឯងហើយมันមានការកំណត់ត្រាណាមួយដែលបញ្ជាក់ថា Ancient Greeks គឺបានរៀបចំការប្រកួតលើសម្រស់របស់មនុស្សស្រីឯងប៉ុន្តែមានការប្រកួតមួយដែលមានឈ្មោះថា Euandria នៅ Athens ដែលជាការប្រកួតសម្រស់និងរាងកាយរបស់មនុស្សប្រុសវិញប៉ុន្តែការប្រកួតសម្រស់ដំបូងគេនៅក្នុងសម័យទំនើបគឺធ្វើឡើងនៅទសវត្សរ៍ឆ្នាំ1850ដែល Phineas T Burnham គឺបានរៀបចំសារមន្ទីរ Dye Museum នៅទីក្រុង New York ដែលគាត់មានការតាំងបង្ហាញដូចជាការប្រកួតឆ្កែមានមាន់មានផ្កាមានក្មេងៗហើយក៏មានការបង្ហាញមនុស្សស្រីដែលស្អាតជាងគេតែការតាំងបង្ហាញនេះគឺមិនជោគជ័យទេព្រោះបើទោះបីជាគាត់ឲ្យជារង្វាន់ជាលុយបណ្ណាការសម្រាប់អ្នកដែលមិនទាន់រៀបការហើយហាក់ឲ្យជាមកុដពេជ្រសម្រាប់អ្នកដែលបានរៀបការហើយមនុស្សស្រីដែលមានកិត្តិយសនៅចំនួននោះគឺពួកគាត់អត់បានចូលរួមទេក្រោយមកការប្រកួតបវរកញ្ញាលើកទី1គឺត្រូវបានរៀបចំឡើងនៅឆ្នាំ1921គឺ Miss America Pageant គឺនៅទីក្រុង Atlantic City ហើយអ្នកដែលឈ្នះដំបូងគេគឺ Margaret Gorman ដែលគាត់មានអាយុ16ឆ្នាំការរៀបចំនេះគឺដើម្បីផ្សព្វផ្សាយទេសចរនៅទីក្រុង Atlantic City ព្រោះការប្រកួតបវរកញ្ញានេះគឺជាផ្នែកមួយនៃការតាំងបង្ហាញផ្សេងទៀតបើនិយាយទៅគឺដោយពេលដែល Phineas T Burnham គឺបានរៀបចំការប្រកួតនេះអញ្ចឹងគឺជាការតាំងបង្ហាញមនុស្សស្រីដែលធ្វើឡើងជាមួយនឹងការតាំងបង្ហាញផ្សេងទៀតដោយការជំនាន់ Phineas T Burnham គឺធ្វើជាមួយនឹងការតាំងបង្ហាញឆ្កែនិងមាន់ការប្រកួតបវរកញ្ញានេះគឺកើតឡើងដោយសារតែការទាញយកផលប្រយោជន៍ពីមនុស្សស្រីដើម្បីយកគាត់ជាឈ្នន់តាក់ទាញឲ្យអ្នកដទៃមកមើលគាត់បើទោះបីជាវាបានជោគជ័យមែនប៉ុន្តែតើវាមានន័យបែបណាសម្រាប់មនុស្សស្រីដែលគេយកមកតាំងដូចជាវត្ថុអញ្ចឹងនៅពេលដែលនិយាយដល់វិស័យបវរកញ្ញានិងមនុស្សស្រីដែលត្រូវបានគេកេងប្រវ័ញ្ចគឺមានមនុស្សម្នាក់ដែលយើងត្រូវតែនិយាយគឺ Donald Trump បានកាន់កាប់កម្មវិធីប្រកួតបវរកញ្ញា Miss Teen USA ពីឆ្នាំ1996ដល់ឆ្នាំ2015ដែលក្នុងរយៈពេលនេះគឺមានការចម្រូងចម្រាសនិងការចោទប្រកាន់ការបៀតបៀនជាច្រើនអ្នកដែលអាចចូលរួមបានគឺអាយុពី14ទៅ19ឆ្នាំនៅក្នុងការសម្ភាសន៍មួយជាមួយនឹង Howard Stern Donald Trump គឺបាននិយាយថាអ្នកដើមម៉ូដនិងអ្នកប្រកួតបវរកញ្ញានោះបាននិយាយថាគាត់គឺជាអ្នកដែលឲ្យបន្ទុកដែលល្អជាងគេសង្ហាជាងគេហើយបើសិនបើអ្នកដែលប្រកួតបវរកញ្ញានោះចង់កេងជាមួយគាត់វាគឺជាកាតព្វកិច្ចរបស់ Donald Trump ព្រោះគាត់មិនចង់ឲ្យមនុស្សស្រីទាំងអស់នោះខកចិត្តទេហើយ Donald Trump បាននិយាយទៀតថាគាត់គឺទៅក្រោយឆាកមុនពេលកម្មវិធីហើយមនុស្សស្រីទាំងអស់នោះបេក្ខជននោះគឺគាត់កំពុងតែរៀបចំខ្លួនកំពុងតែស្លៀកពាក់ហើយអត់មានមនុស្សប្រុសនៅកន្លែងនោះទេតែគាត់អាចចូលទៅបានព្រោះគាត់គឺជាម្ចាស់កម្មវិធីបវរកញ្ញានោះអញ្ចឹងគាត់ទៅពិនិត្យមើលថាតើទាំងអស់គ្នាអូខេអត់ហើយពួកគាត់ណាបេក្ខនារីនោះគឺពួកគាត់អត់មានស្លៀកពាក់អីគឺអាក្រាតគាត់ឃើញមនុស្សស្រីស្អាតទាំងអស់នោះហើយអត់មានអ្នកណាគេអាចធ្វើអីគាត់បានទេខ្ញុំនឹងបង្ហាញវីដេអូសម្ភាសន៍នេះប៉ុន្តែខ្ញុំបង្ហាញតែបន្តិចទេដើម្បីកុំឲ្យ YouTube ចាប់ខ្ញុំព្រោះអ្វីដែល Donald Trump បាននិយាយគឺស៊ីជម្រៅដែលទាំងអស់គ្នាអាចទៅមើលបញ្ចប់ដោយខ្លួនឯងបាន You own this pageant, you go over, you're meeting the girls and stuff. One of them comes up to you and says, Mr. Trump, you're a very sexy man. You're a beautiful man. You have fantastic hair. Well, you're a powerful man, right? Right? You're a powerful man. Right. I want to sleep with you. Now, you're not the type that would say no. I don't want to hurt their feelings. Well, I've done that. Now, I'll tell you the funniest is that I'll go backstage before a show. Yes. And everyone's getting dressed and ready and everything else. And, no men are anywhere.
and I'm allowed to go in because I'm the owner of the pageant, and therefore I'm inspecting it. You know, I'm inspecting. I want to make sure that You're like a នៅពេលដែល Donald Trump ឈរឈ្មោះបោះឆ្នោតលើកទី1នៅឆ្នាំ2016គឺមានមនុស្សស្រីជាច្រើនបានចេញមុខមកនិយាយពីបទពិសោធន៍របស់គាត់នៅពេលដែលគាត់ប្រកួតឲ្យ Miss Teen USA ហើយបានចោទប្រកាន់ថា Donald Trump គឺបានបៀតបៀននិងរំលោភពួកគាត់ Beatrice Cole គឺជាមនុស្សម្នាក់នៅក្នុងចំណោមនោះដែលគាត់បាននិយាយថា Donald Trump បាននាំគាត់ទៅបន្ទប់សង្ឃារបស់ Donald Trump ហើយបានបៀតបៀននិងរំលោភគាត់ទៀតនេះគឺគ្រាន់តែជាការចោទប្រកាន់មួយក្នុងចំណោមការចោទប្រកាន់ជាច្រើនទៀតទាក់ទងនឹង Donald Trump ពេលដែលគាត់កាន់កាប់ Miss Teen USA ដែលធ្វើឲ្យយើងឃើញថាការប្រកួតបវរកញ្ញានេះគឺជារឿងមួយដែលគ្រោះថ្នាក់សម្រាប់ស្ត្រីនិងក្មេងស្រីយើងដឹងហើយថា Donald Trump គឺជាមិត្តភក្តិជិតស្និទ្ធរបស់ Jeffrey Epstein ជាពិសេសគឺយើងបាននិយាយពីរឿងនេះដោយស៊ីជម្រៅនៅក្នុងវីដេអូរបស់ខ្ញុំទាក់ទងនឹង Jeffrey Epstein គឺជានរណាគេនិង Epstein Files មានការគិតមួយចំនួនដែលគេគិតថាកម្មវិធីប្រកួតបវរកញ្ញា Miss Teen USA របស់ Donald Trump នេះគឺជាការជួញដូរក្មេងស្រីហើយមានការពាក់ព័ន្ធជាមួយនឹង Jeffrey Epstein នោះទៀតមានមនុស្សម្នាក់ទៀតនៅក្នុង Epstein Files ដែលយើងត្រូវនិយាយដែលពាក់ព័ន្ធជាមួយរឿងនេះគឺ Leslie Wexner ដែល Leslie Wexner គឺជាម្ចាស់របស់ក្រុមហ៊ុន Victoria's Secret, Bath and Body Works, Abercrombie and Fitch ដែលក្រុមហ៊ុនទាំងអស់នេះគឺដើរទន្ទឹមគ្នាជាមួយនឹងវិស័យបវរកញ្ញានៅក្នុងការកំណត់ថាតើអ្វីជាស្តង់ដារសម្រស់អ្វីដែលគេចាត់ទុកថាស្អាតអ្វីដែលគេចាត់ទុកថាមិនស្អាតនៅពេលដែលយើងមើលមកវិស័យបវរកញ្ញាគឺយើងឃើញថាតើមានការទាមទារលក្ខខណ្ឌបែបណាខ្លះជាពិសេសនៅជំនាន់នោះគឺគាត់ត្រូវតែមានអាយុនៅចន្លោះអាយុណាមួយដែលភាគច្រើនគឺអាយុក្មេងគឺគាត់ត្រូវមានមុខមាត់មើលទៅក្មេងរាងកាយសឹងតែថាឥតខ្ចោះហើយមិនទាន់រៀបការគេបានប្រាប់ថាមនុស្សស្រីគឺកាន់តែក្មេងគឺកាន់តែស្អាតនៅពេលដែលរៀបការហើយមានកូនហើយគឺចាស់គឺលែងស្អាតហើយស្ដាប់ទៅគឺដូចអីគឺ pedophilia រយៈពេលជាច្រើនឆ្នាំដែលវិស័យសម្រស់នេះទាំងក្រុមហ៊ុនរបស់ Leslie Wexner និងវិស័យបវរកញ្ញាគឺគេលាងខួរក្បាលយើងគេ brain wash យើងឲ្យយើងគិតថាមនុស្សស្រីកាន់តែក្មេងកាន់តែស្អាតធ្វើបែបណាដើម្បីមើលទៅឲ្យដូចក្មេងស្រីគឺមិនមែនដូចជាមនុស្សធំទេមនុស្សស្រីគឺមិនត្រូវមានរោមនៅលើខ្លួនមិនមានរោមលើប្រដាប់ភេទគឺមិនត្រូវមានរោមដូចក្មេងស្រីដែលមិនទាន់ពេញវ័យគឺត្រូវមានក្លិនផ្អែមដូចស្ករដូចផ្កាគឺត្រូវមាន innocence នេះមិនមែនជាអ្វីដែលធម្មជាតិបង្កើតមកហើយវាគឺជាការរុញនឹងមនោគមពីអ្នកមានពី billionaire ពីវិស័យទាំងអស់នោះព្រោះមនុស្សទាំងនោះគឺជា pedophiles It's all by design នៅពេលដែលយើងគិតឲ្យស៊ីជម្រៅទៅលើរឿងនោះហើយទើបយើងដឹងថាតាមពិតទៅមនុស្សស្រីគឺមិនចាំបាច់ទាល់តែមើលទៅដូចកូនក្មេងមិនមានរោមមិនមានស្នាមជ្រុយជ្រួញទៅបានស្អាតទេយើងគិតបែបនេះដោយសារតែគេបានលាងខួរក្បាលយើងឯងគេលាងខួរក្បាលយើងដើម្បីចំណងផ្លូវភេទរបស់គេហើយដើម្បីលក់ផលិតផលឲ្យយើងប្រើដើម្បីឲ្យយើងមើលទៅកុំឲ្យចាស់ដើម្បីយើងខ្លាចចាស់ដើម្បីគេអាចរកលុយបានជាច្រើនដើម្បីបន្តអំណាចរបស់គេតទៅទៀតទាំងអស់នេះគឺមិនមែនជារឿងចៃដន្យទេនេះហើយបានជានៅប្រទេសបារាំងគឺគេបានហាមឃាត់មិនឲ្យមានការប្រកួតបវរកញ្ញាក្មេងៗទៀតទេដោយច្បាប់នោះគឺហាមមិនឲ្យមានការប្រកួតបវរកញ្ញាសម្រាប់ក្មេងអាយុក្រោម16ឆ្នាំព្រោះគេគិតថាវាគឺជាការ sexualize ក្មេងអនិច្ចជនខ្ញុំស្ដាប់ហើយខ្ញុំយល់ហើយខ្ញុំគិតថាវាសមហេតុផលមែនអ្នកដែលខ្ញុំស្គាល់ម្នាក់គឺគាត់បាននិយាយថាគាត់ចុះទៅខេត្តធ្វើការអប់រំហើយនៅពេលនោះគឺគាត់បាននិយាយជាមួយនឹងក្មេងស្រីនៅកន្លែងនោះហើយពួកគាត់ក្មេងស្រីនោះគឺបានប្រាប់គាត់ថាក្តីសម័យរបស់គាត់នៅថ្ងៃអនាគតគឺចង់ធ្វើជាបវរកញ្ញានៅពេលដែលខ្ញុំឮគាត់និយាយបែបនេះហើយគឺខ្ញុំមានអារម្មណ៍ថាខកចិត្តព្រោះទាំងអស់គ្នាមានដឹងអត់ថាតើវិស័យបវរកញ្ញានេះគឺធ្វើឲ្យប៉ះពាល់ដល់ self esteem និងប៉ះពាល់ដល់ទំនុកចិត្តរបស់ក្មេងស្រីនិងមនុស្សស្រីបែបណាខ្លះសម័យមើលថាបើសិនបើទាំងអស់គ្នាត្រូវបានគេរិះគន់និងវាយតម្លៃទៅលើគ្រប់ផ្នែកនៃរាងកាយរបស់ទាំងអស់គ្នាជារៀងរាល់ថ្ងៃតើទាំងអស់គ្នាមានអារម្មណ៍បែបណាបើសិនបើគ្រប់ជំហានរបស់យើងគឺត្រូវបានគេតាមមើលហើយយើងស្ថិតនៅក្រុមសម្ពាធថាយើងត្រូវតែឥតខ្ចោះតើវានឹងបែបណាសម្រាប់ទំនុកចិត្តរបស់យើងដឹងហើយថាបើទោះបីជាបែបណាក៏ដោយគឺយើងមិនអាចឥតខ្ចោះបានទេអញ្ចឹងនៅពេលដែលមនុស្សជាច្រើនដែលយើងអត់ដែលស្គាល់ផងមករិះគន់កន្លែងដែលយើងគិតថាជាចំណុចខ្វះខាតតើយើងនឹងនៅតែមានទំនុកចិត្តទៀតអត់បើគេនិយាយថាចំហរបស់យើងអត់ស្អាតទេតើឲ្យយើងធ្វើបែបណាឲ្យយើងទៅកើតឡើងវិញមែនឲ្យយើងទៅបដូរ jeans ទៅបដូរ zen វិញមែនវិធីសាស្ត្រតែមួយគត់ដែលយើងអាចធ្វើបានគឺទៅកែសម្ផស្សហើយការកែសម្ផស្សនេះគឺមិនមែនធ្វើតែម្ដងទេគឺយើងនឹងមើលឃើញចំណុចខ្វះខាតបន្តទៀតរហូតចុះការដែលគេឲ្យតម្លៃភាពវ័យក្មេងវិញតើយើងអាចបញ្ឈប់ពេលវេលាឲ្យលែងចាស់មែនយើងនឹងមានអារម្មណ៍ថាតម្លៃយើងជាមនុស្សគឺ
យើងលែងមានតម្លៃឯនៅពេលដែលយើងចាស់ទៅចុះក្មេងស្រីនិងមនុស្សស្រីដែលមើលមកយើងវិញសម័យមើលថាបើសិនបើទាំងអស់គ្នាជាអ្នកមើលយើងឃើញបវរកញ្ញាមួយមានចំហតម្រង់ដូចយើងអញ្ចឹងគឺត្រូវបានគេរិះគន់ហើយគាត់ក៏សម្រេចចិត្តទៅកែចំហរបស់គាត់តើយើងនឹងមានអារម្មណ៍បែបណាក្នុងនាមជាមនុស្សដែលមានចំហដូចគាត់នេះយើងនឹងមានអារម្មណ៍ថានេះក៏ជាចំណុចខ្វះខាតរបស់យើងដែលយើងត្រូវទៅកែដែរភាពមិនមានទំនុកចិត្តលើខ្លួនឯង low self esteem នេះគឺវានឹងរីករាលដាលដូចភ្លើងឆេះព្រៃអញ្ចឹងវានឹងធ្វើឲ្យក្មេងស្រីមានអារម្មណ៍ថាគាត់មិនល្អគ្រប់គ្រាន់ទេវាធ្វើឲ្យគាត់បាត់បង់ទំនុកចិត្តខ្ញុំបានឃើញក្មេងស្រីម្នាក់ដែលគាត់មានអាយុធំតែ11 12 13ឆ្នាំទេគឺគាត់ចង់ចូលវិស័យបវរកញ្ញានេះហើយគាត់ត្រូវបានមនុស្សធំតែនៅជុំវិញខ្លួនគាត់ថាឲ្យគាត់ថាគាត់ដោះក្បាលពោះចង់ឲ្យគាត់ធ្វើបវរកញ្ញាមិនបើគាត់ដោះក្បាលពោះអញ្ចឹងយើងគិតមើលថាតើពាក្យសម្ដីបែបនេះនឹងមានផលប៉ះពាល់បែបណាដល់ក្មេងស្រីនោះមិនចង់ឲ្យគាត់ទៅមាន six pack ចង់ឲ្យគាត់ទៅលើកដុំដែកមែនហេតុអីបានជាយើងមិនឲ្យក្មេងនៅតែជាក្មេងហេតុអីបានជាយើងចង់ឲ្យគាត់ទៅបង្អត់អាហារខ្លួនឯងទៅមាន eating disorder អញ្ចឹងនៅខ្មែរយើងគឺអត់ទាន់មានការស្រាវជ្រាវស៊ីជម្រៅតាក់ទងជាមួយនឹងវិស័យកែសម្ផស្សទេប៉ុន្តែយើងអាចមើលឃើញថាចំនួនអ្នកដែលបានទៅកែសម្ផស្សគឺកំពុងតែកើនឡើងហើយវាចៃដន្យអត់ដែលវាកើនឡើងនៅពេលដែលវិស័យបវរកញ្ញានេះគឺមានប្រជាប្រិយភាពដែរអ្នកខ្លះនឹងនិយាយថាលុយគេទៅកែរឿងគេឯងប៉ុន្តែនៅពេលដែលវាប៉ះពាល់ដល់អារម្មណ៍របស់ក្មេងស្រីផ្សេងទៀតតើវានៅតែជារឿងគេអត់គេថាវិស័យបវរកញ្ញានេះគឺនឹងធ្វើឲ្យពិភពលោកស្គាល់ប្រទេសខ្មែរយើងទាំងអស់គ្នាដឹងអត់ប្រទេសជាច្រើនណាគឺគេលែងខ្វល់ពីរឿងវិស័យបវរកញ្ញានឹងទៀតហើយក្រៅពីប្រទេសមួយចំនួននៅអាស៊ីនេះដោយសារតែគេដឹងថាវាធ្វើឲ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់មនុស្សស្រីហើយគេដឹងថាយើងមិនគួរ objectify មនុស្សស្រីទៀតទេបើយើងចង់ឲ្យពិភពលោកស្គាល់យើងតាមរយៈវិស័យបវរកញ្ញានេះតើយើងចង់ឲ្យគេស្គាល់មិនថាយើងមានមនុស្សស្រីដែលស្អាតជាងគេមែនតើយើងចង់ឲ្យភ្ញៀវទេសចរមកខ្មែរដើម្បីមើលមនុស្សស្រីមែនមនុស្សស្រីគឺមិនមែនជាសត្វនៅសួនសត្វដើម្បីឲ្យគេមកមើលទេមានវិធីច្រើនណាស់ដែលយើងអាចធ្វើដើម្បីឲ្យពិភពលោកស្គាល់យើងបានយើងអាចជាប្រទេសដែលស្អាតជាងគេដែលមិនមានសម្រាមយើងអាចជាប្រទេសដែលមានសមភាព gender ជាងគេយើងអាចជាប្រទេសដែលសុវត្ថិភាពជាងគេសម្រាប់មនុស្សស្រីមិនមានការបៀតបៀនតាមផ្លូវយើងអាចជាប្រទេសដែលមានគម្លាត gender ឬក៏គម្លាតអ្នកមាននិងអ្នកក្រតិចជាងគេប្រទេសដែលមានធម្មជាតិច្រើនជាងគេយើងចង់លើកដង្កើងធនធានមនុស្សចុះបើយើងមានមនុស្សដែលឆ្លាតជាងគេយើងមានមនុស្សស្រីនៅក្នុង STEM ដែលច្រើនជាងគេហេតុអីបានជាយើងមិនឲ្យតម្លៃទៅលើរឿងទាំងអស់នោះបែរជាឲ្យតម្លៃទៅអ្នកដែលស្អាតជាងគេអ្នកដែលចេះដើរជាងគេការបង្ហាញមនុស្សស្រីបែបនេះគឺដើម្បី male gaze ដើម្បីភ្នែករបស់មនុស្សប្រុសទេមិនមែនផលប្រយោជន៍របស់មនុស្សស្រីទេនេះមិនទាន់តែនិយាយពី ableism នៃវិស័យបវរកញ្ញាផងទាំងអស់គ្នាសម័យមើលថានៅពេលដែលយើងនិយាយថាអ្នកដែលមានតម្លៃជាងគេអ្នកដែលជា queen ណាគឺជាមនុស្សដែលអាចដើរបានស្អាតជាងគេចុះអ្នកដែលមានពិការភាពពេលដែលគាត់មើលហើយចង់ឲ្យគាត់មានអារម្មណ៍ថាម៉េចគឺគាត់មានអារម្មណ៍ថាដោយសារតែគាត់មិនអាចដើរបានណាគឺគាត់មិនមានតម្លៃដូចអ្នកដទៃទេទាំងអស់គ្នាដែលគិតពីអារម្មណ៍របស់ពួកគាត់អត់ឬក៏យើងគិតតែពីអារម្មណ៍របស់អ្នកតែមួយចំនួននេះគឺជា ableism នឹងឯងខ្ញុំដឹងថានឹងមានអ្នកនិយាយថាខ្ញុំនិយាយបែបនេះព្រោះខ្ញុំចំណែនខ្ញុំមិនមែនជា queen ដូចគេខ្ញុំអត់ស្អាតដូចគេតែទាំងអស់គ្នាដឹងថាខ្ញុំគឺអត់ចង់ធ្វើជាមនុស្សស្រីដែលស្អាតជាងគេទេព្រោះខ្ញុំដឹងថាសម្រស់គឺអត់ថិតថេរអ្វីដែលសំខាន់ជាងគេសម្រាប់ខ្ញុំគឺខួរក្បាលខ្ញុំការគិតរបស់ខ្ញុំការចេះវិភាគនិងការចេះវិនិច្ឆ័យទំនុកចិត្តរបស់ខ្ញុំគឺមិនមែនស្ថិតនៅលើអីដែលនៅក្រៅខ្លួនខ្ញុំទេហើយនេះគឺជារឿងមួយដែលផ្ដល់សេរីភាពដល់មនុស្សស្រីយើងទាំងអស់គ្នានៅពេលដែលខ្ញុំឃ្លានគឺខ្ញុំញ៉ាំខ្ញុំអត់ខ្វល់ថាញ៉ាំទៅគឺឡើងគីឡូឯង If there were no rules in your life for one day and you could be outrageous, what would you do? I would eat everything in the world. You do not understand. I would eat everything twice. ខ្ញុំអត់ខ្វល់ពីដើមទ្រូងរបស់ខ្ញុំថាតើវាប៉ុណ្ណាហើយខ្ញុំស្លៀកពាក់អីដែលខ្ញុំចង់គឺមិនមែនដើម្បីបំពេញភ្នែកអ្នកដទៃទេបើទោះបីជាមានគេមកឲ្យខ្ញុំកែសម្ផស្សដែលអត់គិតលុយក៏ខ្ញុំអត់ទៅដែរព្រោះខ្ញុំដឹងថាអ្វីដែលនៅក្នុងខួរក្បាលខ្ញុំអ្វីដែលនៅក្នុងខ្លួនខ្ញុំគឺសំខាន់ជាងហើយនេះគឺជាសារមួយដែលខ្ញុំចង់ឲ្យក្មេងស្រីទាំងអស់គ្នាដឹងកុំយកមុខខ្លួនឯងកុំយកខ្លួនរបស់ខ្លួនឯងធ្វើជាសត្រូវរបស់យើងអីអរគុណទាំងអស់គ្នាដែលបានមើលបើសិនបើចូលចិត្តវីដេអូនេះកុំភ្លេច like និង share ហើយទៅ follow ខ្ញុំនៅលើ TikTok និង subscribe នៅលើ YouTube សម្រាប់វីដេអូផ្សេងៗទៀតជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ